នឹងសួស្តីទៅកាន់អ្នកទាំងអស់គ្នាវិលត្រឡប់ជួបខ្ញុំវិជាម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងនិយាយតាក់ទងពីរបៀបក្នុងការផ្លាស់ប្ដូរ red នៅក្នុង block fruit ហើយមុននឹងចូលទៅកាន់វីដេអូសូមបងប្អូនកុំភ្លេចជួយចុច like subscribe ឲ្យខ្ញុំម្នាក់មួយផងណាបាទសម្រាប់អ្នកដែលអត់ដឹងថា red គឺជាអីគេ red នៅក្នុង block fruit គឺជាលក្ខណៈសម្បត្តិមួយដែលកំណត់ប្រភេទតួអង្គដែលតួអង្គអ្នកលេងដោយផ្ដល់នៅសមត្ថភាពគុណសម្បត្តិបន្ថែមដែលជួយក្នុងការប្រយុទ្ធ PVP ការស្វែងរកឬការធ្វើដំណើរជាដើមសម្រាប់ red មានចំនួន7ដែល red ទាំងអស់មានដូចជា human rabbit shark angel gold cybone និង tracker សម្រាប់ red human rabbit shark angel យើងអាចមានវិធីចំនួន3ក្នុងការផ្លាស់ប្ដូរវិធីទី1គឺចូលទៅកាន់ shop ទិញទៅកន្លែង chain red នេះចំនួន90 Robux ហើយវិធីទី2គឺជានៅកន្លែងសមុទ្រទី2និងសមុទ្រទី3ต้องអាចផ្លាស់ប្ដូរបានដោយនៅសមុទ្រទី2យើងអាចចូលមកកន្លែង cash មកនេះយើងមកនិយាយជាមួយម្នាក់ឈ្មោះតាថោកនេះដែលយើងផ្លាស់ប្ដូរវាក្នុងតម្លៃ3000 fragment ដើម្បីអាចទិញហើយផ្លាស់ប្ដូររបស់ red យើងបានហើយនៅសមុទ្រទី3គឺយើងទៅកន្លែង mansion ទើបអាចឃើញអាប៉ែហ្នឹងហើយទិញវាទៅហើយសម្រាប់មើលថា red យើងគឺជា red អីយើងអាចចូលទៅកាន់ menu ចុចពាក្យថា stake ហើយមើលនៅខាងលើនេះយើងឃើញពាក្យថា red យើងហើយតែ red ខ្ញុំគឺជា red shark red ត្រីឆ្លាមដែលអាចចូលក្នុងទឹកបានសម្រាប់ red 3ទៀតតែជា red gold cybone tracker យើងទៅការធ្វើ quest តែញ៉ាំបានយើងអត់ទេព្រោះពួក3ហ្នឹងវាធ្វើវែងពេកវាដូចពួកនេះពួក red human rabbit shark ហើយ the angel ហ្នឹងវាអាចមកទិញកន្លែងនេះបានចឹងវាស្រួលទេតែសម្រាប់ពួក red 3ទៀតពួកដូចជា gold cybone និង tracker ហ្នឹងញ៉ាំសូវបានធ្វើវីដេអូទេព្រោះវាហ្នឹងធ្វើច្រើនពេកតែខ្ញុំសូមនិយាយស្រួលសម្រាប់red gold ហ្នឹងយើងអាចទៅធ្វើ quest នៅកន្លែងកោះ zombie កន្លែង hunter 10កន្លែងទូកអាធំជាងគេចាខ្ញុំទៅដល់ខ្ញុំប្រាប់ឥឡូវនេះយើងមកដល់កោះ zombie ហើយតើបងយើងត្រូវចូលទៅកាន់ hunter 10គឺកន្លែងទូកធំមួយនេះឈប់តើបងយើងគ្រាន់ចូលមកកន្លែងនេះមកហើយនៅក្នុងកន្លែងនេះដែរដើម្បីយកgold red នឹងបានយើងត្រូវតែមានឈប់នេះយើងត្រូវតែមានoctoភ្លាមនេះយើងត្រូវមានអាទឹកនេះចំនួន100នៅពេលដែលយើងមានអាទឹកនឹងមួយនឹងចំនួន100ហើយយើងត្រូវតែមកវាយមេដែលវា spawn នៅកន្លែងនេះហើយមេហ្នឹងវា spawn យូរយើងអាចដូរ server បានដូរ server 3ឲ្យវាឆាប់ spawn យើងគ្រាន់តែដូរ server ទៅវាអាចនឹង server ខ្លះចេញហើយចំពោះមួយហ្នឹងដែរដែលយើងដើម្បីទទួលបានវាយើងត្រូវការវាយពួក NPC នៅក្នុងហ្នឹងមកយើងបានហើយដល់ពេលដែលយើងបាន100ហើយយើងត្រូវតែទៅនិយាយជាមួយនឹង NPC មួយនៅខាងក្រោមនេះNPC នេះហើយយើងវាយមេនឹងដែរគឺដើម្បីបានថុចពណ៌ខៀវមួយដល់ពេលបានហើយយើងត្រូវតាមមកនិយាយមួយប៉ែហ្នឹងដោយមានទាំងមួយនេះ100ដែរហើយមកនិយាយមួយវាមកយើងអាចផ្លាស់ប្ដូរ red យើងទៅជា red gold បានហើយចំពោះred cybone យើងធ្វើនៅកន្លែងកោះ hot and cool ចាខ្ញុំទៅដល់ខ្ញុំប្រាប់ឥឡូវយើងបានមកដល់កោះ hot and cool ហ្នឹងហើយសម្រាប់យើងត្រូវឡើងមកលើនេះហើយមុននឹងទៅមកធ្វើ cybone មកទូបាន red cybone ហ្នឹងយើងត្រូវតែមានដាក់ត្រូវមាន first out darkness សិនដើម្បីទទួលបាន first out darkness ហ្នឹងយើងត្រូវតែទៅវាយពួកsea king ឬក៏ទៅយក hub ហើយយើងត្រូវតែប្រកាសថា server យើងហ្នឹងត្រូវបើក4ម៉ោងហើយទៅវាបានfirst out darkness ហ្នឹង
hay gọi là mà lang mà lơ ní máuนี่นะไปยังล้างให้จะโจมาอะไรเนี่ยหอยนี่จะโจอะไรคิวนี่เมาส์หอยยังจักเลยเอาใบตองเนี่ยจักเลยนังหอยยังนับไปเดี๋ยวยังจักได้นับไปเดี๋ยวยังมีนฝาดักแน่นังหอยจะตามมาอะไรไวเมสโมกิ้งมือติดเนี่ยมาอะไรเนี่ยมาอะไรเนี่ยđầm bay mà tinh chốt chip đầm bay ta vải mé order red mé red đầm bay ta tua ban này là bọc môi để chua tha kho brand chốtนี่ยังก่อนแต่มาข้างคล้อยเนี่ยhaiเนี่ยโจมาข้างนั่งมายังมาเยอะมาแปะเนี่ยđầm bay tinh là chip giờ ta phơ red order nắp pe để dân bay mê red năng hao dân nó ban kho rồi năng dân tay cái lãng mình mà xa tiệt nhưng cái tay mà lại mà lên năng xa tiệt cho một năng năng máu vậy ta cho cái này ní hỏi check via đòn tiết bên nút giờ năng từ tua bán nơi red xài bồn năng ngày chấm pua red trong trái để chia red tracker nhưng ta thơ nó một tỷ 7សម្រាប់នៅសមុទ្រទី 3 នឹងដែរយើងទៅតែរកកោះថ្មីដែលជាកោះភ្នំភ្លើហ្នឹងហើយយកពងនេះត្រូវបានពងនេះនឹងចំនួន1ហើយតែនិយាយជាមួយទៅនិយាយជាមួយនឹង NPC មួយឈ្មោះថា Dragon Wizard តែនិយាយទៅយើងបាន Red Tracker ហ្នឹងហើយចំពោះវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណបងប្អូនទាំងអស់គ្នាដែលជួយតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់សូមជួបនៅសំណាងល្អសុខភាពល្អ